ok nè kia ngày nay mong hai nè kia bị rồi bên cái tăng rồi phía bây giờ rồi có rồi phía xem cho tất cả logo info bây giờ bạn nó không ở computer bây giờ nó về để chẳng bao là thao tập vốn cái mình đầm rồi dương main rồi phía bạn bây giờ chẳng đã chia rồi phía bây giờ ai thôi cả đã bán phòng đấy nó không computer bây giờ chứ là mình nè này đã bán tỏ tu nào video này để chop hay gặp chích like share rồi có subscribe là mới là mình tụi video này cho nên xem tiệt chẳng là mình đã bán bờ video này để chop ok nè kia chẳng là bây giờ ai thôi cả tăng rồi phía bây giờ bà cho tất cả profile bạn này là cái bà cho tất cả profile cho bạn ấy chứ bây giờ tăng bán là cái còn ta thôi nó chuẩn bị mình đi máu và chi tổ 4 nè này thôi cả cho tất cả start mình nói bảo Windows bà start mình nói bảo Windows này về tao máu nè cho tất cả setting chứ dương cho tất cả setting mới tiết bà chứ mới tiết này còn ta xoay đồ pillar cho Chrome mà pillar cho Chrome máu bạn này này能 ឃើញ គេដាក់ រូបមនុស្សនេះបាទពាក្យថា account បាទអញ្ចឹងអ្នកនេះចុចផ្នែកខាងនេះបាទអញ្ចឹងជាដំបូងអ្នកនេះចូលទៅកាន់ start នៅ Windows ហើយយក setting វានឹងមកដល់ផ្នែកខាងនេះអ្នកនេះយកផ្នែក account អូខេអញ្ចឹងមកដល់ផ្នែកខាងនេះអ្នកនេះនឹងឃើញពីលើមកបាទពីលើមកបាទអញ្ចឹងដើម្បីយើងអាចធ្វើការតាំងរូបភាពនេះតាំងរូបភាពនៅខាងនេះអ្នកនេះបាទយើងតាំងរូបភាពរបស់យើងនៅផ្នែកខាងហ្នឹងបាទវានឹងលោតក្នុងផ្នែកខាងនេះបានផងដែរអូខេអញ្ចឹងដើម្បីយើងធ្វើការតាំងបានជាដំបូងអ្នកគ្នាយកពាក្យថាយក info នេះបាទអ្នកគ្នាយកផ្នែកខាងនេះបាទកន្លែងនេះបាទផ្នែកខាងលើ port នេះតោនេះមានន័យថាយើងធ្វើការ record មានន័យថាយើងថតដោយផ្ទាល់ទៅលើ skin នៃ computer របស់យើងតែម្ដងបាទអញ្ចឹងបើសិនអ្នកគ្នាមានរូបភាពដូចហើយយើងយកផ្នែកខាងក្រោមនេះវិញយើងមិនចាំធ្វើការថតទេបាទពួកអីយើងមានជា logo ផ្សេងៗដែលយើងចង់ដាក់ចឹងទៅអ្នកគ្នាបាទអញ្ចឹងអ្នកគ្នាយកពាក្យផ្នែកខាងក្រោមនេះហើយអ្នកគ្នាចុចលើនេះ browse file មកហើយជំនឿថាយើងរត់ទៅរក file បាទដល់ត្រង់ចំណុចនេះអ្នករូបភាពដែលអ្នកគ្នាចង់ដាក់មួយអ្នកគ្នាចូលទៅកាន់មកប្រទេសខ្ញុំដាក់រូបរបស់ខ្ញុំនៅ 3D ចុះបាទអញ្ចឹងខ្ញុំរករូបភាពរបស់ខ្ញុំអ្នកគ្នាមានរូបភាពណាអ្នកគ្នាដាក់រូបភាពហ្នឹងទៅបាទតែខ្ញុំដាក់ចំណងរូបភាព Lenovo នេះចុះហើយតមកខ្ញុំយក choose picture នេះបាទអញ្ចឹងពេលនេះគឺរូបរបស់យើងបានធ្វើការផ្លាស់ប្ដូរអីគឺយើងបានធ្វើការតាំងរួចហើយបាទអ្នកគ្នាអញ្ចឹងយើងបានធ្វើការតាំងរួចហើយអញ្ចឹងយើងអាចធ្វើការខ្វែងចូលយើងអាចធ្វើការតេស្តបានអញ្ចឹងខ្ញុំចុចតេស្តមើល Windows SL ដើម្បី lock screen បាទនេះវានឹងឃើញអ្នកគ្នាឃើញ logo របស់យើងនៅផ្នែកខាងលើនេះ direct តែម្ដងបាទអញ្ចឹងគឺជារបៀបក្នុងការតាំង logo ចូលទៅកាន់បាទយក info របស់យើងមានថាចូលតាំង logo របស់យើងអញ្ចឹងទៅបាទនៅក្នុង computer របស់យើងបាទអូខេអ្នកគ្នាវីដេអូនេះមានតែប៉ុណ្្នឹងទេបើសិនអ្នកគ្នាចង់បានវីដេអូឬក៏ tip អីផ្សេងៗទៀតឬក៏អ្នកគ្នាកំពុងតែជួបបញ្ហាផ្សេងៗក៏អាច comment ខាងក្រោមបានផងដែរខ្ញុំនឹងធ្វើវីដេអូជូនអ្នកគ្នាតែម្ដង